បាទជំរាបសួរបងប្អូនអរគ្នានេះទី13ខែ9ឆ្នាំ2025ឃើញថាតម្លៃមាសកាលពីម្សិលមិញដោយសារតែមានព័ត៌មានតាក់ទងជាមួយនឹងSOMC បាទតាក់ទងជាមួយនឹងការកាត់បន្ថយអត្រាការប្រាក់អញ្ចឹងធនាគារកណ្ដាលបានសម្រេចកាត់បន្ថយអត្រាការប្រាក់ពី 4.50% មក 4.25% អញ្ចឹងធ្វើឲ្យមាសមានការប្រែប្រួលខ្លាំងបាទពេលមកចេញបងព័ត៌មាននោះគឺការប្រែប្រួលនោះគឺ$62ក្នុង1អោនបាទមានការប្រែប្រួលខ្លាំងគឺពីញាក់ទៅញាក់មកខ្លាំងបាទអញ្ចឹងថ្ងៃនេះយើងរកតំបន់នឹងការទិញលក់ម្ដងបាទប្រកាសណាកាត់បន្ថយអត្រាការប្រាក់ធ្វើឲ្យវិនិយោគទុនពីច្រើនងាកមកវិនិយោគในការទិញមាសពីហ៊ុនដូចជាទិញ cryptocurrency ទុកជាដើមដូច្នេះហើយមាសបើមើលតាមទំនោរ technical វាស្ថិតនៅក្នុងលំហ uptrend បាទស្ថិតនៅក្នុងលំហ uptrend អញ្ចឹងបងប្អូនអាចព្យាយាមក្នុងការបាយឲ្យបានច្រើនបាទព្រោះវាអត់ទាន់មានសញ្ញាការបំបែកលំហអីចឹងណាវាអាចនឹង sideways បាទអញ្ចឹងយើងចាប់0នេះមក0 support និង resistance ចុងក្រោយរបស់វាបាទចំពោះតម្លៃ high របស់វាហ្នឹងគឺស្ថិតនៅក្នុងតម្លៃចុង resistance នេះគឺជាតម្លៃ high បំផុតគឺតម្លៃខ្ពស់បំផុតគឺតម្លៃ 3707 បាទហើយតម្លៃ low តម្លៃទាបកាលពីម្សិលមិញធ្លាក់មកដល់តម្លៃ$3646បាទគឺ$62ក្នុង1អោនបាទអញ្ចឹងបើយើងមើលតាម structure ទម្រង់នេះទំនោរនេះគឺបាទវាទំនោរនៃការ retracement ចុះមកក្រោយតាមលំហូរនេះគឺ uptrend បាទ uptrend អញ្ចឹងក្នុង time frame 1ម៉ោងគឺថាវាបានបំបែកតម្លៃ support បានតម្លៃ support ទៅត្រង់នេះតម្លៃ support ហ្នឹងគឺវាបានបំបែកបានឡើងទៅវិញ clear មកវិញទៀតអញ្ចឹងវាបង្កើតជា low បាទអញ្ចឹងថ្ងៃនេះបាទចំពោះថ្ងៃនេះគឺយើងចាប់តម្លៃនៃការ sell ចឹងមួយចុង shadow នេះគឺវាបិទនៅត្រង់នេះបាទតម្លៃបិទនៅតម្លៃ support នេះមកតម្លៃចុង shadow នេះគឺនៅតម្លៃត្រង់នេះវិញបាទចឹងយើងអាចចាប់0បាទ0ដែល0 sell តំបន់ទី1ហ្នឹងគឺនៅ0ហ្នឹងគឺចន្លោះពីចុង shadow នេះមកចុង shadow នេះបើតម្លៃ resistance នេះហើយនឹង support បាទអាចថាជាតម្លៃ support កន្លែងនេះមួយបាទអញ្ចឹងពី support និង resistance វាអាចនឹងមាសអាចនឹងឡើងមកដល់តម្លៃអត់ហ្នឹងហើយគប់ជាមួយនឹង trend line របស់យើងបាទបើយើងមើល trend line របស់យើងតម្លៃទំនោរវាមិនចឹងអញ្ចឹងវាអាចនឹងប៉ះ trend line បកមកវិញបាទអាចនឹងបកមកវិញអញ្ចឹងចំពោះការបកមកវិញនេះទី1គឺវាអាចនឹងមកជុលបាទជុលនៅក្នុងតម្លៃresistance នេះបាទជុលនៅក្នុងតម្លៃ resistance នេះអាចនឹងបាទបង្កើតជាទំនោរ uptrend ឡើងទៅលើទៀតបាទអាចទំនោរ uptrend ឡើងទៅលើទៀតអញ្ចឹង0នេះក៏យើងអាច0 sell បានដែរតែយើងត្រូវដាក់ stop loss នៅចុងតំបន់នេះបាទកន្លែង stop loss នៅលើ resistance នេះមកក្នុងករណីថាវា break trend line បាទ break trend line ទៅលើថែមទៀតអញ្ចឹងតំបន់លើដែលអាច sell បានគឺតម្លៃ resistance នេះបាទតម្លៃចុងតែម្ដងបាទតម្លៃចុងនៅខាងហ្នឹងគឺតម្លៃ710បានយើងអាច sell មកតង់ទៀតបានណាបងប្អូនបាទ0នេះបានអាច sell មកតង់ទៀតបានក្នុងករណីថាវាបាទមកដល់តំបន់នេះហើយវាបុកតម្លៃ resistance នេះធ្លាយឡើងវិញតែបើសិនជាវាអត់បុកធ្លាយបាទបុកធ្លាយក្នុងករណីថាវាធ្លាយចេះវាទៀតបាទបុកហើយវាមកដល់តំបន់ហ្នឹងហើយតំបន់នេះតំបន់នេះ sell ហើយ sell ដាក់ stop loss ទៅណាអញ្ចឹងវាអាចនឹងមកទៀតអញ្ចឹងមកវាអាចមកទំនោរមកក្រោមបាទមកក្រោមអាចនឹងបាទអាចនឹង clear support ហ្នឹងអាច clear មក support ហ្នឹងអាចមកដើរក្នុង0នេះវិញម្ដងបាទក្នុង0 support អានេះវាជុលតំបន់ resistance នេះរួចហើយអញ្ចឹងវាអាច clear resistance មកជាតំបន់ support អញ្ចឹងតំបន់ដែលរងចាំបាយតំបន់ដែលរងចាំបាយយើងអាចបាយទៀតតិចទៅបាទក្នុងតម្លៃនេះបងប្អូនអាចធ្វើការបាយបានហើយបាទគឺនៅតម្លៃ3630មក3635បាទគឺបងប្អូនអាចធ្វើការបាយបានបាទអញ្ចឹងស្រួលនឹងការទិញលក់វាអាចនៅក្នុងតម្លៃចន្លោះបាទ40លេខដែរ$40ក្នុង1អោន
គឺតម្លៃហ្នឹងបងប្អូនអាចធ្វើការទិញលក់បានបើមកដល់តំបន់ support នេះក៏បងប្អូនអាចធ្វើការជួញដូរបានដែរណាបងប្អូនជួយ support នេះក៏អាចជួញដូរបានដែរបាទតម្លៃ support នេះប៉ុន្តែវារៀងគៀកពីតម្លៃនេះពេកអញ្ចឹងបងប្អូនអាចទ្រាំតិចទៅអាចវាចុះមកធ្លាយមកដល់តម្លៃ30បងប្អូនល្អក្នុងការចូលសួរមើលកន្លះម៉ោងម្ដងបាទក្នុងតម្លៃកន្លះម៉ោងយើងរកតំបន់បាទគឺតម្លៃកន្លះម៉ោងគឺតម្លៃ support នៅកន្លែងនេះគឺតម្លៃល្អបាទវាមានតំបន់ support នេះវាចូលជាមួយនឹងកន្លែង sideways នេះវាតំបន់ត្រង់បាទអញ្ចឹងបងប្អូនអាច share តំបន់នេះមួយបាទ share តម្លៃលើនេះមួយហើយនឹងបាយតម្លៃនេះបាទអញ្ចឹងបងប្អូនអាចថ្ងៃនេះគឺអាចផ្ដោតលើការ sell ក៏បានដែរបាទផ្ដោតលើការ sell បើយើងមើល candle daily គឺវាចេញ bearish incoming អញ្ចឹងបកគោលថ្ងៃនេះបន្ទាប់វាអាចនឹងឡើងជើងបានវាអាចទំនោរនឹងការចុះបាទវាចុះវាចូលដល់ support នេះអាចបាយបានដែរណាបងប្អូនអញ្ចឹងតម្លៃបាយគឺតម្លៃ3635ដល់3632បាទតម្លៃ stop loss គឺនៅតម្លៃចុង shadow នេះបាទអញ្ចឹងតម្លៃ sell គឺនៅ0បាទក្នុង0តម្លៃ3670ដល់3678បាទ0នេះគឺ0 sell អញ្ចឹងយើងមាន0 sell 2បាទហើយ sell 0នេះបងប្អូនត្រូវដាក់ stop loss ក្នុងករណីថាវាបកចូលវិញវាអត់ធ្លាយsupport នេះអត់ធ្លាយ support នេះអញ្ចឹងទំនោរវាបាទទំនោរវាអាចនឹងយើងគូសពីចុង support នេះចុង support នេះមកវាឲ្យ support 2ហើយបាទអញ្ចឹងវាល្អបាទក្នុងករណីថាវាឡើងដល់កន្លែងនេះបកចុះមកបន្តិចបុកទៅវិញធ្លាយ trend line ហ្មងជើងទី4ទី1ទី2ទី4ទី3ទី4អញ្ចឹងជើងទី4នេះគឺអាចនឹងធ្លាយទៅរកតំបន់ resistance នេះបាទតម្លៃ high បំផុតនេះបាទអញ្ចឹងបងប្អូនអាច share តម្លៃលើនេះបាទព្រោះបងប្អូន share តម្លៃនេះគឺត្រូវតែដាក់ stop loss ណាបងប្អូនបាទអរគុណហើយនេះគឺជាបច្ចេកទេសក្នុងការវិភាគតាម technical បាទក្នុងករណីថាវា break បងប្អូនអាចតាមបាយទៀតណាក្នុងករណីថាវា break trend line បាទបងប្អូនតាមបាយបន្តទៀតបាទអរគុណបងប្អូនអរគ្នានេះជាការវិភាគខ្លីៗទេហើយបងប្អូនអាចនឹង follow ទៅតាម technical ហើយនឹងទៅតាមព័ត៌មានបាទថ្ងៃនេះព័ត៌មានម៉ោង7កន្លះហ្នឹងគឺមានព័ត៌មាន employment claim ដែរការព្យាករណ៍គឺតិចបាទតិចជាងទិន្នន័យចាស់អញ្ចឹងបើសិនជាចេញមកតិចដុល្លារចេញមកតិចដុល្លារល្អអញ្ចឹងបើកាលណាដុល្លារល្អវានឹងអាចបន្តការចុះបាទអាចបន្តការចុះមកវិញថែមទៀតអញ្ចឹងតំបន់នេះបងប្អូនអាចរងចាំបាយបានដែរណាបងប្អូនអាចចុះហើយទិញឡើងវិញទៅណាបាទវិយុភាគ long term វានឹងអាចឡើងបាទអាចបន្តការឡើងទៀតអញ្ចឹងព័ត៌មានបើសិនជាទិន្នន័យព័ត៌មានចេញមកអន់ទៀតបាទស្របរួចលំហូរហើយអញ្ចឹងលំហូរឡើងចំណេញដុល្លារអត់ទៀតអញ្ចឹង 100% គឺដឹងតែឡើងហើយណាបាទហើយបើសិនជាដុល្លារល្អវាអាចចុះតិចតួចអញ្ចឹងបងប្អូនអាចធ្វើការបាយនៅតំបន់ support អស់នេះបានអរគុណបងប្អូនអរគ្នាហើយជូនពរបងប្អូនអរគ្នាឲ្យ trade ចំណេញទាំងអស់គ្នាបាទ